Bà sụt đây bông bồn đọc ní nâng ngày chụp chụp chụpបន្តទៀតសុខសប្បាយអត់ខានជួបគ្នាមួយរយៈបានបងប្អូនអរគ្នានឹងតាមដានវីដេអូបាយជាស្កឲ្យមើលទៅហ្នឹងហើយដោយសារយើងជាប់រវល់ការងារច្រើនអញ្ចឹងក៏អត់សូវមានពេលវេលាឆ្លៀតបាទក្នុងការធ្វើវីដេអូដើម្បីចែកជូនបាទសម្រាប់រៀនអញ្ចឹងមានរងចាំតាមតារាងសិនតោះមិនអីទេបងប្អូនអរគ្នាមេរៀនមុនយើងរៀនដល់វគ្គទី19ពី19ជាមួយនឹងballoon color mixer ហើយយើងរៀនទៅដល់ tool green អញ្ចឹងបងប្អូនចេះដល់ណាហើយបានមើលវីដេអូហើយយល់បានច្រើនអត់អាច comment លេងនៅខាងក្រោមបានបាទហើយក៏សង្ឃឹមថាបងប្អូនយល់ព្រោះការបញ្យល់ក៏ខ្ញុំគិតថាបញ្យល់ច្រើនបាទអញ្ចឹងឥឡូវអាប្រឡងនេះគឺខ្ញុំប្រាប់បងប្អូនពីប្រឡងនេះតែម្ដងបាទពីប្រឡងនេះគឺខ្ញុំអត់បាក់ប្រាប់ទេព្រោះខ្ញុំមិនដែលចាំបាច់ប្រើអញ្ចឹងខ្ញុំអត់ប្រាប់ទេវាអត់មានពណ៌ណាដែលខ្ញុំត្រូវលេងអញ្ចឹងខ្ញុំមិនបាច់ប្រាប់ទេបាទគឺខ្ញុំរំលងពី tool នេះចោលអញ្ចឹងខ្ញុំប្រាប់ពី tool នេះតែម្ដងថា tool នេះតើយើងប្រើវាបាទនៅពេលណាហើយយើងគួរតែប្រើវាមិនអញ្ចឹងណាអញ្ចឹងអា tool នេះបងប្អូនអ្នកនេះអាប្រឡងខាងលើហើយប្រឡងខាងក្រោមឯងគឺខ្ញុំលេងទៅលើផ្ទៃមេឃបងប្អូនអ្នកនេះអានេះខ្ញុំអានបានគេ blue ប៉ុន្តែអានេះខ្ញុំអានអត់ដាច់ទេបាទអញ្ចឹងអានេះយើងចង់សេរីផ្ទៃមេឃទៅពណ៌អីគឺយើងសេរីនៅលើអាហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំចង់បានមេឃដូរពណ៌ពីជាតិ blue នឹងចែងទៅជាពណ៌វាពងភាសាអីអញ្ចឹងមួយឃើញអត់អញ្ចឹងវាបដូរគេបដូរពណ៌មេឃឯងអាហ្នឹងគឺជា tool សម្រាប់បដូរពណ៌មេឃព្រោះថាយើងកែរូបទេសភាពអញ្ចឹងទៅយើងមានមេឃយើងចង់លេង style ពណ៌មេឃលេងតែពី tool ហ្នឹងទៅហ្នឹងហើយគេហ៎យើងស្រឡាញ់ពណ៌អីយើងដាក់ពណ៌អីឲ្យស៊ីជាមួយរូបអាហ្នឹងតាមចិត្តយើងទេយើងដាក់ទៅហ្នឹងហើយអូសទៅអូសមកទៅនេះឃើញអត់អញ្ចឹងលេងមិនលេងឲ្យទៅសមឃើញអត់អញ្ចឹងអានេះយើងមិនចេះតែលេងហ្នឹងគឺលេងជាមួយនឹងផ្ទៃមេឃបងប្អូនអរគ្នាយល់ទេយើងស្រឡាញ់ពណ៌មិនយើងពណ៌អញ្ចឹងទៅឲ្យតែសមជាមួយរូបលោកថាឲ្យថាអារម្មណ៍ខ្ញុំអញ្ចឹងខ្ញុំគាត់ថាខ្ញុំស្រឡាញ់ពណ៌ហ្នឹងអញ្ចឹងណាមកល្មមនៅបាយលើសធម្មជាតិពេកឧទាហរណ៍អញ្ចឹងណាអានេះខ្ញុំអត់ស្រឡាញ់ទេខ្ញុំស្រឡាញ់ខ្ញុំកែតែបន្តិចទេបងប្អូនខ្ញុំមិនយកខុសពេកទេខ្ញុំយកប៉ុណ្ណេះអញ្ចឹងបើខ្ញុំយកប៉ុណ្ណេះខ្ញុំសម្រាប់វារៀងស្រាលបន្តិចអញ្ចឹងខ្ញុំយកប៉ុណ្ណេះហើយធ្វើវារៀងស្រាលស៊ីមួយរូបទៅអញ្ចឹងវាស៊ីឲ្យបងប្អូនអ្នកគ្នាឃើញអត់អញ្ចឹងអានេះវីដេអូវគ្គ20បងប្អូនអ្នកគ្នាហើយជាមួយនឹង Color Mixer ហើយនឹង tool នេះបាទ tool ពីរនេះអញ្ចឹងបងប្អូនអ្នកគ្នាហើយកុំភ្លេចជួយ like ជួយ share បាទ subscribe ស្នេហ៍ខ្ញុំផងជួយ like page បាទតាមដានវីដេអូហើយជួបគ្នាវីដេអូបន្តទៀតខ្ញុំនឹងបញ្យល់មកដល់ saturation នេះម្ដងតែ saturation នេះបាទ tool វាប្រើមិនអីមិនអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងយើងចាំជួបគ្នាវីដេអូបន្តទៀតអរគុណច្រើន